សូមចែករំលែកគ្រឹះរបស់អ្នកដឹកនាំបន្តិចពាក្យថាគ្រឹះនេះបើអ្នកកសាងអគារអ្នកខាងវិស្វករសំណង់ស៊ីវិលអីគាត់នៅលើពាក្យថាគ្រឹះហ្នឹងគាត់បានឃើញទៅលើរូបភាពបាត់ទៅហើយក៏ប៉ុន្តែគ្រឹះរបស់អ្នកដឹកនាំនេះមិនសំដៅទៅលើគ្រឹះអគារដែលគេចាក់ទៅក្នុងដីនោះទេតែជាគុណសម្បត្តិដែលអ្នកដឹកនាំនឹងត្រូវតែមានបាទគ្រឹះទី1របស់អ្នកដឹកនាំគឺសុខភាពហើយសុខភាពនេះមានសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តដែលបង្កើតបាននៅធម៌ពលកម្លាំងកាយកម្លាំងចិត្តសុខភាពនេះគឺជារឿងសំខាន់ទី1មានន័យថាបើអត់មានសុខភាពនេះទេគឺអ្វីក៏មិនអាចកើតឡើងបានដែរមានតែនៅលើគ្រែពេទ្យទីបំផុតពេទ្យមិនអាចជួយបានអញ្ចឹងមានតែពីរឯងទីបំផុតបើមិនដុតគឺកប់ទីបញ្ចប់បើមិនកប់គឺដុតគឺមានតែពីរហ្នឹងមានតែពីរហ្នឹងអញ្ចឹងត្រូវតែមានសុខភាពល្អរឹងមាំទី2គឺសមត្ថភាពនេះសំដៅយកចំណេះជំនាញបទពិសោធន៍តបរហ័សរហួននៅក្នុងការអនុវត្តសម្រេចបាននៅគោលដៅល្អប្រសើរឬក៏សម្រេចបាននៅអ្វីដែលចង់បានហើយសមត្ថភាពនេះយើងអាចអភិវឌ្ឍបានដោយការសិក្សារៀនសូត្រវឹកហាត់ដើម្បីឲ្យមានជំនាញច្បាស់លាស់និងរហ័សក្នុងការអនុវត្តទទួលបាននៅលទ្ធផលល្អប្រសើរហ្នឹងគឺសមត្ថភាពបាទគ្រឹះទី3គឺគុណធម៌នេះសំខាន់ណាស់បើថ្នាក់ដឹកនាំទាំងអស់បាត់បង់គុណធម៌គឺបាត់បង់តម្លៃគឺលែងទទួលបានការគោរពគាំទ្រពីថ្នាក់ក្រោមពីមហាជនអញ្ចឹងគុណធម៌សំខាន់ណាស់ដែលជាសភាវៈធ្វើឲ្យថ្នាក់ដឹកនាំទទួលបានការគោរពស្រឡាញ់គាំទ្រពីអ្នកថ្នាក់ក្រោមនិងមហាជនទូទៅតែងតែគ្រប់ស្រឡាញ់ហើយនៅក្នុងពុទ្ធសាសនាគុណធម៌ដែលធ្វើឲ្យថ្នាក់ដឹកនាំនឹងមានប្រជាប្រិយភាពទទួលបានការគោរពស្រឡាញ់ពីមជ្ឈដ្ឋានមហាជននោះក៏មានច្រើនណាស់ដូចជាព្រហ្មវិហារធម៌4ដូចជានាយកធម៌6ដូចជាទស្សពិតរាជធម៌10ដូចជាកល្យាណធម៌សុទ្ធតែជាធម៌ល្អដែលធ្វើឲ្យថ្នាក់ដឹកនាំនឹងទទួលបាននៅប្រជាប្រិយភាពคล้ายទៅជាថ្នាក់ដឹកនាំដ៏អស្ចារ្យ